Vâng,ជំរាបសួរបងប្អូនទាំងគ្នាដែលកំពុងតែសិក្សាកម្មវិធី AutoCAD ថ្ងៃនេះខ្ញុំមានចំណេះដឹងមួយចង់លើកយកមកបង្ហាញបងប្អូនទាំងគ្នាទាក់ទងជាមួយនឹងការដាក់លេខស្លាកនៅការដាក់លេខស្លាកនេះបើយើងធ្វើតាមធម្មតាហៅថាក្បាច់ម៉ាយចែកឲ្យណាអញ្ចឹងយើងបង្កើត text មួយហើយយើងបញ្ចូលលេខមកបាទហើយយើងកែ font កែអីទៅបាទដល់ពេលយើងបង្កើតអឺ layout តទៀតយើងគ្រាន់តែcopy វាមកបាទដល់ពេលហើយយើងចាប់ផ្ដើមអង្គុយកែម្ដងបន្លែអាវម្ដងបន្លែអាវចឹងទៅអញ្ចឹងវិធីសាស្ត្រមួយហ្នឹងគឺយឺតណាស់បើសិនជាអឺប្លង់របស់យើងតិចវាមិនអីទេគ្រាន់តែប្លង់យើងចូលរាប់សិបរាប់រយហើយគឺយឺតដែរដល់ពេលអញ្ចឹងហើយឧទាហរណ៍បើក្នុងករណីថាមានកែប្លង់ដកប្លង់ថែមប្លង់តទៀតវាកាន់តែយឺតមែនតើបាទម្ល៉េះហើយគឺខ្ញុំមានវិធីសាស្ត្រមួយទៀតដែលលឿនជាងហ្នឹងបាទអញ្ចឹងខ្ញុំលុបវាសិនមកខ្ញុំប្រើ command field បាទប្រើ command field មកបន្តមកទៀត field category នេះគឺយក adder បន្តមកទៀតខ្ញុំយកអឺ system variable បាទបន្តមកទៀតកន្លែងនេះខ្ញុំ scroll មករកពាក្យអឺ C text បាទ C text នេះមកហើយបន្តមកទៀតខ្ញុំអូខេហើយខ្ញុំគាត់ថា click នៅលើវាមួយមកគឺវាបញ្ចេញមកឲ្យមួយបាទចេញឲ្យមួយអញ្ចឹងខ្ញុំចង់ edit វាខ្ញុំគ្រាន់តែអឺ double click វាមកបាទហើយអានេះគឺយើងចង់កែ font កែតាមដូច text យើងធម្មតាហ្នឹងណាបាទពីវាត្រូវទីតាំងមកបាទដល់ពេលហើយអានេះវាចេញជា layout អញ្ចឹងខ្ញុំកែឈ្មោះ layout នេះ right click លើឈ្មោះ layout នេះមកខ្ញុំយកពាក្យ rename ដាក់01ហ្នឹងទៅបាទអញ្ចឹងឈ្មោះ layout របស់យើងចេញ01ប៉ុន្តែឈ្មោះ slug របស់យើងនៅទេអញ្ចឹងខ្ញុំគ្រាន់តែប្រើ command RE refresh វាណាបាទ enter មកគឺចេញលេខហ្នឹងបាទហើយបើសិនជាយើងតែចង់បានជាលេខខ្មែរយើងអាចចង់បានជាលេខអារ៉ាប់ទេគឺយើងគ្រាន់តែដូរ font មកដូរ font ធម្មតាទៅហ្នឹងបាទអញ្ចឹងមកចេញដល់ពេលបន្តមកទៀតយើងចង់បង្កើត layout បន្តទៀតយើងគ្រាន់តែ copy វាមកនេះបាទអញ្ចឹងយើងគ្រាន់តែកែឈ្មោះ layout មកគឺថាឥឡូវយើងដាក់ select លេខ2យើងដាក់ select លេខ2ចឹងមកហើយ refresh វាមកគឺមកវាចេញ02ចឹងបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ